Radio Free Asiaកម្មកររោងចក្រជាច្រើនពាន់អ្នកមកពីរោងចក្រផ្សេងគ្នានៅក្នុងទីក្រុងភ្នំពេញបាននាំគ្នាមកចូលរួមធ្វើមហាបាតកម្មនៅទីលានប្រជាធិបតេយ្យនៅព្រឹកថ្ងៃទី25ខែធ្នូឆ្នាំ2013ជាមួយគណៈបកសង្គ្រោះជាតិដើម្បីទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែគោលឲ្យបានដល់$160សហរដ្ឋអាមេរិកក្នុងមួយខែភាសាទៀតថ្ងៃនេះហើយក្រុមកម្មករបានរៀបរាប់អំពីមុខទំនិញឡើងថ្លៃគ្រប់មុខដែលធ្វើឲ្យពួកគាត់មិនអាចប្រឈមបានដោយសារតែប្រាក់ខែតិចតួចយើងទាន់ដើម្បីទាមទារប្រាក់ខែប្រមាណបាទគឺ$160យើងគិតថាមិនយើងគិតថាប្រាក់ខែត្រឹមតែ$95គឺយើងចាយអត់គ្រាន់ទេហើយណាមួយហើយជាពិសេសគឺថ្លៃផ្ទះថ្លៃម្ហូបហើយដែលយើងហូបប្រចាំថ្ងៃរាល់ថ្ងៃយើងហ្នឹងយើងហូបគ្រាន់ទេប្រាក់ខែត្រឹម$95រៀលគ្រាន់អត់ហើយបើអត់យើងធ្វើម៉េចយើងធ្វើទៅទាមទារណាទាមទារពីរដ្ឋាភិបាលកម្ពុជាយើងឲ្យតម្លើងប្រាក់ខែឲ្យយើងមកហើយក្នុងពេលដែលកម្មករធ្វើបាតកម្មនៅទីលានប្រជាធិបតេយ្យនិងតាមរោងចក្រមួយចំនួននោះលោកកឹមសុខានិងលោកសំរងស៊ីបានទៅចូលរួមធ្វើបាតកម្មនៅតាមខេត្តជាមួយនឹងកម្មករដែរនេះជារូបភាពលោកកឹមសុខាចូលរួមធ្វើបាតកម្មជាមួយកម្មករនៅខេត្តកំពង់ចាមនៅរសៀលថ្ងៃទី25ខែធ្នូនេះលោកសំរងស៊ីបានដឹកនាំកម្មករមកពីចាក់អង្រែក្រោមមកចូលរួមធ្វើបាតកម្មនៅទីលានប្រជាធិបតេយ្យនិងហែក្បួននៅល្ងាចនេះដែរខ្ញុំមុំសុផុនវិទ្យុអាស៊ីសេរីក្រុងភ្នំពេញ